clear យក front line មកមួយទៀតមើល front line មាន CC Factory ហ្នឹង front line តែទៀត មានម្ដងអត់ CC Factory ខ្ញុំគិតថា pick make មួយទៀតក៏ល្អ mid lane មួយទៀត អូខ្ញុំគិតថាដូចជាង stir ចុះ edit row ខ្ញុំគិតឃើញ mid តែចាំមើលសិនមើល បើខ្ញុំគិតឃើញចេញ Mino ណា បាទពីខាងវ៉ាឡា ខ្ញុំគិតឃើញចេញ Mino មកយកមក control ហ្នឹងហើយយកមក control នៅក្នុង team fight វិញវាមាន crowd control ហើយណាមួយនេះបង crowd control ឥឡូវ ការតត ហើយណាមួយបងគ្មាននិយាយក៏ត្រូវដែរ Mino ស្រួលទៀតព្រោះដោយសារតែ map នេះគឺអត់សូវមានអញ្ចឹងវាស្រួលតែ ទី1ទី2យើងមាន double heal ទី3យើងមាន high level crowd control បាទ អញ្ចឹងវាអែមដែរពេលដែល control objective ពេលដែល control នៅក្នុង team fight គឺវាស្រួល តែឥឡូវដាក់កតោតមក ឥឡូវក៏តោតមកហើយក តត cover តែ cover នេះ cover ណាគេ អត់មានអី CC front line ដែរក៏តោតចាំហ្នឹងហើយចាំ load back up ដែរក៏តោតចាំ load back up អញ្ចឹងយកតតមកជួយ fast clear យេអេនចឡា តែប៉ាត់មិញ mid មាន damage fast clear បានតែគាត់អត់ចង់ តែផាសា ព្រោះ ស ដោយសារតែ magic ហ្នឹងឲ្យសងអស់ បើសិនយើងយក damage magic មកមួយទៀតវា2 damage បាត់ហើយយើងមាន5រឹតហើយណាយើងមាន5រឹតដែរអញ្ចឹង5រឹតវា high f magic damage ដែរដល់ពេលអញ្ចឹងយើងយកមកមួយទៀតវា តែហ្គេមនេះ stir physical damage 4 flicker យ៉ាអត់មានទេអត់មានយកបើមាន fat មាន CC បាទ CC damage CC អាចវាលួចបាន ហ្នឹងហើយលួចបាន X គ្រាប់ តែបើចឹងstir physical damage ចឹង clip ងាយស្រួលមែនទេ នាំតែចេញពីវាញ់កលែវវាក់ណាហ่า ហ្នឹងចឹងបាន clip ហ្នឹង តែមួយ lane slot ឥឡូវគេលេងវាលពាក់បាន2ក្បាច់មួយក្បាច់គេលេងជាមួយនឹង hybrid មួយក្បាច់ទៀតគេលេង damage shot យកហ្មងបើ damage shot បើ damage shot គេលេង retribution អា burst speed តែបើសិនជាគេលេងពាក់ hybrid គេយក damage burst shield អត់ទេបើយក burst shield ហ្មង damage សឹកក៏បានដែរបាទ speed 2 IC ច្រើន ព្រោះថាចេះតែខ្លាច fire sing អី ហ្នឹងហើយព្រោះថាអា retreat burst shield ហ្នឹងតោះតែយើងពាក់ឈាមយើងច្រើនដែរមកយើងឈាមច្រើនយើង retreat ទៅយើង burst shield បោះ enemy បានច្រើនហ្នឹងហើយបើយើងពាក់ damage ដដែលយើងទៅយកអា retreat ហ្នឹងវាខាតទៅហ្នឹងបាទឥឡូវមាន spell on តែមួយតែបណ្ដោះពី head ទៅលើការលេងទៅ បាត់លេងយូរហើយអូលុយមក spray អត់ដែរ first game របស់គាត់គឺ ទូមុនលឿនអត់អីអត់មានអត់ តែនេះពិសេសពិសេស ប៉េ ពិសេស ពិសេស អត់ទេផែប៉េហែលតែហ្គេមនេះមានអី front line គាត់មាន CC Angela ដែរតែតើគាត់ដេញនិយាយរំពេលតថកើតពេលអីចឹងគាត់មានតែដេញអ្នកដែលនេះអ្នកដែលdamage នៅក្រោយព្រោះ front line យើងដល់ទៅដល់វាដល់ជួប CC អញ្ចឹងតលេង play យើងដល់ជួប Esmer អញ្ចឹងតយើងលេង play បាទតលេង play តែចេះក្នុងការសម្រេចចិត្តពី Louis ថាអាច lock ទៅលើ Harrod ដែរទេបើខ្ញុំគិតថា lock Harrod Granger គាត់ក៏ពិបាកក្នុងការបាញ់ early game ដូចគ្នាមានកតោមានដូចជា Fred តែបើចេញជាមួយ Sky Racer ទៅដល់ mid game អាចងាយស្រួលមែនទេតែនេះបាច់ lock អីទាំងស្រុងឲ្យលេង high ទៅឲ្យជិះ high លើកទៅបានណាព្រោះ Granger ត្រូវការអ្នកតេស្តឈាមហើយគាត់ finish yes បាទអញ្ចឹងស្វាគមន៍មកកាន់ការព្រោះរវាង Valhalla បាត់ជាមួយនឹង Galaxy Legend អូចុចដើមមួយមិនដើមទេកែបកែបសោះដើមកែបត្រឡប់អូចឹង game នេះដូចតែបាននិយាយចឹងណាចាលេង Angela mid lane ទេគឺយកជាមួយនឹង Secret គឺគាត់ដើម្បី fast clear ផងដែរបាទងាយស្រួលក្នុងការ clear មួយបែប2ហ្នឹងហើយគេអត់ឲ្យតេះព្រោះរសារ Hero Susin ហ្នឹងវា Hero Poke early game វាបាត់ level 2បាត់ដាច់អស់មីនីមួយ Hero free ហ្នឹងហើយ Hero free អូ level 2អេអូយ retreat តន់ឆ្មាបាទអត់ຕົកចិត្តដែរមិញមកកបត់មិញអាចអត់បើលៀមមកឲ្យជាមួយនឹងការចូលគោយកតែម្ដងពី Cadenza record បើក map ឲ្យលីនចាំលុយឆ្មក់ដូចគ្នាប៉ុន្តែសូននៅការលើកកំពូលលួធ្ងន់លៀមអត់មាន retreat ទេពោលីនយកបានបាត់ទៅហើយភ្លាមបាត់បងចាំងរមួយអូគាត់សាំងរមួយធ្ងន់មែនតើលៀមមានការចូលទៅជាមួយនឹង Pop Bird ដូចគ្នា Cadenza ព្យាយាមក្នុងការគោជាបន្តដូចគ្នាតែមួយយើងដឹង Hero Susin ហ្នឹងវាជា Hero free វា Hero free lane ដល់ពេលចុះ Angela វារៀងគោលមួយសាទៀតចេញមកវិញ3.4ហើយមិញឃើញ3 Hero អូ Louis ក្លាត lane ដោយ Esmer តែមួយ Esmer មួយ CC វា early ចឹងហើយearly ប៉ុន្តែបើយើងមើលទៅជាមួយនឹង Golden Soul ក៏ពិបាកក្នុងការលេងជាមួយនឹង Granger របស់ Wiki នេះគ្នាបាទរកថានៅលឺ play ហ្នឹងនៅបាទតាមអីលឺយើងឈិចលើកអូដល់តន់បាទចាំភ្លាមជាមួយនឹង Jungle កំពុងតែព្យាយាម farm រៀងខ្លួនម្ដងពីគាត់មានបោះ Lin គឺ level 4ហ្នឹង Lin
cái đèn sáng smile là vậy cho mùi nước chma 4 កន្លះហើយលេង បាទ ពេលលួចអស់មួយ បានចាំងកមួយ ឥឡូវគេទៅកូឡែនទៅបាញ់គេនោះ ចង់ វិគី ប៉ះឲ្យប៉ះសកលហើយ បាទ បាទ យក ថត គេឃើញម៉ែហ្នឹង ចឹងគឺយើងបានឃើញហើយជាមួយនឹង head ក៏មានវត្តមាននៅខាងក្នុងនេះដូចគ្នាក៏មានព្យាយាមនៅក្នុងការបើកក្រនឡើងឆែកម៉ែបឲ្យដូចគ្នាចូលខ្លួនពីណាចាជាមួយនឹងការបូវាយជាបន្ត secret ក៏បន្តជាមួយនឹងការ retreat ប៉ុន្តែលួយជាអ្នកយកបានទៅថតដូចគ្នាមកណៃជាមួយនឹងការចាត់ទិញដល់ថយដូចគ្នាមកណៃបន្តប្រមាណ plot នៅមានជាមួយនឹងការ kill ទៅលើ link ដូចគ្នាលោកជាន់ ultimate ព្រាមចង់ទៅណាសឹកសាច់ព្រាមកាដេសាអាចជាអ្នកបន្តមានការដកថយមកវិញតែលួយវាយយ៉ាងអស់យកតែម្ដងចងជើងមួយជាប់ពីណាចាកាដេសាព្យាយាមនឹងការដេញកាប់ជាបន្តដូចគ្នាតែវាយគ្នាមិនដាច់នោះទេដកថយមក អាយ៉ា ខេតណាយកទៅថតមិញ Louis សំខាន់វត្តមានចាំងកទាំង2 retreat ទាំងអស់ retreat ទាំងអស់តើបានទៅថតទេ head អ្នកយកបានជាមួយនឹងថតទី1ទៅលើ Galaxy Legend បាទ លួយយក បាទហ្នឹងហើយ បាញ់មិញសតឈាមតិចម្ល៉េះឲ្យដាច់លេង ហ្នឹងហើយ ដោយសារ head combo ជាមួយនឹងណាចាម៉ូតូមកគេវាយផ្ដាច់គាត់ទៅដែរ តែ head មិនបើក map ល្អ អើចុះ អូ retreat យកបុកលួចបានសัตว์ไผ่មួយទៀតណា អូយ ចឹងច្រាញ់បាន2គ្រាប់ណាឆ្នះ2គ្រាប់ណា ហ្នឹងតែយើងកន្លែងមកមើលជាមួយនឹង Wiki វិញហាន់ស្រែកចូលខ្លួនមួយហើយ បាទ Gangland បាទ Goland រៀងរុញមានរឹងសល់ឲ្យបាយប៉ះគេមានទេបាទរៀងបាក់តិចហើយ តែបើយើងមើល game នេះពី side lane mid lane ហើយនឹង goal គេបិទទាំងអស់ ហ្នឹងហើយ ពី Galaxy Legend បិទទាំង level ចាំងកបិទទាំង level mid lane ក៏ជា goal lane ផងដែរ fast rotation ណាកលិបប្រកាន់បលទៅសុបាយណា ទៅ clear មក plan 3កាប់ដាច់3កាប់ដាច់ កន្លែងមួយជាមួយនឹង i team វិញមក យកសកាក់ទៀត បាយ experience ទៅ experience hand strike លុយ 2500 លុយប៉ោះ600 mid lane លៀមនៅខាងក្រោមជាមួយនឹង head អាចនឹងមានគ្រោះថ្នាក់ដូចគ្នាផងដែរមានការដកថយមកវិញ head ឃើញ map វាស្ងាត់ដែរ អូយ៉ា បាទ Ali បិទ level បិទ minion បិទវិញ បាទហ្នឹង estimate ចឹងហីរៀងសោយ early tick មួយ CC spam stake បាទឡើងឈាមដូចទឹក យក logo ប្រោយហើយយ៉ា head កាលមុននៅធានស៊ី ហ្នឹងហើយធានស៊ី តើទៀតហើយថត5នាក់ បាទ ថតទី2 មិញ fast ថតដែរប៉ុន្តែព្យាយាម fast ដែរតែដោយសារមានវត្តមាន head មួយណាចារំខាន បាទ បាទធ្វើឲ្យតថនេះគឺអត់ឲ្យ fast ទេអញ្ចឹងមានការអូសចេញមកវិញដូចគ្នាផងដែរពី Louis អត់ទាន់ឃើញវត្តមានរបស់ head មកដល់ទេទំដល់មីទេភ្លាមជាមួយនឹង level ចាំង color level 8ទល់ជាមួយនឹង level 6ខុសគ្នាពី level ទៅហើយជាមួយនឹងការ retreat បានដែរទេមានការចាំប្រេប្រងជើងព្រួយជាមួយនឹងការចូលខ្លួនយកតែម្ដងចាប់បូវាយជាមួយនឹងការជីកសាច់ភ្លាមជាមួយនឹងការបូវាយលោតជាន់ ultimate បូបាំងប៉ុន្តែដាច់ secret បានហើយបានលោតជាន់នោះទេភ្លាមកដេសានេះមានបញ្ហាតបោកគ្នាចូលទៅលើ link លើកបោកជាបន្តបាត់បង់ជាមួយនឹង head ដូចគ្នាផងដែរ3 kill បាត់បង់ពីវ៉ាអាឡាបាត់ទៅហើយ បាទបាញ់មាញ់មកប្រឡោះអញ្ចឹងនេះប៊ីសនឹងដាច់កដិនសាតែផុតមករេងអាជាន់អាតមេរបស់កតូតពី secret បាទលោតចេញដាច់ហ្នឹង អូដាច់មុន ដាច់មុន បាទ 3k ថតអត់ទាន់ fast ទេតែបោកវាយជាមួយនឹង team fight យកតែម្ដងជាមួយនឹង5នាទី 3k ប៉ុន្តែនេះយកបានផុសបងមួយទៀត orange បើផបើឲ្យ total អូ ហើយបាត់ kill 3 kill ទៀត គេទៅខ្ញុំនិយាយអា map ប្រខិនវល់ហ្នឹងវាត្រូវមួយកដិនសាមែនតើហើយឥឡូវហ្នឹងទៅហួញអា map ហ្នឹងឲ្យគាត់ទៀត សំខាន់បលេ color rotation លឿនទៀត វាអំណោយផលជាមួយអំការពាក់អា S2 Wardenet Blessing ហ្នឹង ត្រូវបានហ្មង អូ1 2ក៏ដោយ Louis ឈាមសឡើងកណ្ដាលបាទចុចមើលឡើងទៀតបបមកកង់ តែភ្លេចមើលជាមួយនឹង emblem គាត់យក comment message ណាគេ Xmal អត់បានមើលលឿនតិចមិញខ្ញុំមើលតែអាខទុយដោយសារតែខាងគាត់យកកាត់ cooldown 3នេះ បាទឥឡូវមានការ switch side គ្នាក៏ដូចជាគាស់បាន T1 Red នៅខាងផ្លូវបតំឡែនផងដែរពី Wiki នៅក្នុង game នេះដូចជាមិនសូវជាគេហៅថាបោកជាមួយនឹង Team Fight ច្រើនប្រហែលទេក៏ព្យាយាម farm whole stake ក៏ដូចជាការ split pool របស់គាត់ដូចគ្នាផងដែរ map គ្រប់កន្លែងទៅអើយ ភ្លាមសូលមានការក្រាក់ទេវាយយកប៉ុន្តែលោតជន់ RT ពី Louis អត់ត្រូវនោះទេតែឈាមសូលឡើងកណាត់ខាងលើទៅអើយចាប់បោលោតជន់ back up ប៉ុន្តែបាត់បង់ជាមួយនឹងសូលដូចគ្នាមកដែរម៉ាត់ដយដាច់យកហ្មងបាទទីមេកណាត់យកតែម្ដង ភ្លាមបាត់បង់ចាំងកទៀតឆ្មាពិបាកនៅក្នុងការ farm មែនតើ Hero Fair Dream ពង farm យឺតផងឥឡូវគេចូលក្លុកចាំងកទៀត តែបើយើងមើលបាញ់ជាមួយនឹង secret ទោះបីជាគាត់ load RT ទៅមែនពិតប៉ុន្តែគេបិទអ្នកនៅ break line អត់ឲ្យចូលយកហ្មងជាពិសេសកណ្ដឹងសាណាគឺបិទជាមួយនឹង hero ដែលមានតម្លៃក្នុងការ cover គ្នាបាទ ខ្ញុំកណ្ដាលសាជន់ ultimate ដល់នេះ
នៅអត់តឃើញមកអំវាយបែរតែកតាតែម្ដងស្គីទី1 អូយវិគីមាន Sky Piercer ណាដូចជាចូល10 stack ឯដឹងបាទនេះ ទៅលោតមិញដែរ អត់ទេមាន Sky Piercer ដែរ អូមានហើយបានគៀ ហ្នឹងហើយព្រោះគាត់មានយូរដែរ បាទ គាត់មានណាវិគីមាន 3 lane ហ្នឹងហើយបើលីតនៅមកគោលមែន 6k 7នាទី សំខាន់យកបានផុសបើគេមួយទៀត សាលៀមសៃពីសូល ខ្ញុំចេញស្តាលៀម អូគេពីទីបាត់ snowball ផ បាទ លទី បាទ មើលអត់មានអីវាយលុយហ្នឹងមើលតាន់ហ្នឹង នេះ SMA ខ្លាំងអាពេលហ្នឹង អូលោតភ្លេចចាប់ជាប់3ហេរ៉ូចង់ទៅណាសិនទៅភ្លាមលើកបោកមកខាងក្រៅទៀតបាត់បោក3ហេរ៉ូបាត់ទៅហើយពីវ៉ាហាឡាភ្លាមនឹងសនណាចាក៏ដូចជាសូលមានការដកថយមកខាងក្រៅវិញដូចគ្នា ស្ដាយមិញបុកខៀលទាំងអស់ហ្នឹងចូលទៅកាន់វិគី50 stack Sky Piercer ហ្គេមហ្នឹងគឺមួយឡត ហ្នឹងហើយ ពិបាកទប់មែនតើ អាចបែកសៀលអាចនឹងបែកសៀល បែក បែករៀនចូលហើយបោក គេហ្គេមជាប់ បាទចង់ពិបាកមែនតើសូលបើប្រៀបធៀបឲ្យគាត់ទៅវាយជាមួយនឹងវិគីខណៈពេលនេះវ៉ាចូល ហាច់នេះ គាត់ដល់ស្ទាត់តន់យកបាទ ត្រូវម៉ាច់ហ្មង Romer ណាដែលឆ្នះខ្លាំងរឿង rotation ហ្នឹងត្រូវហ្មង និយាយរួមទៅមុនដល់ពេលចូលហ្នឹងគឺយើងត្រូវតែមើល map ដែរសំខាន់ណាស់ណា គឺសំខាន់មែនតើបើយកអត់ចាប់ម្ដងអូទៅពិបាក បាញ់អត់អូយវិគី បាទ perfect raw ណា defend ក៏អត់ធ្វើដែរ secret កូនក៏នឹងផងបដ អូបែកសៀល2 lane បាទហើយ ចាំនេះបើសាច់តែមកគ្រូមកឈាមពេញ ហ្នឹង ចាប់ស្កើ អរត្រី អូចាប់គួនជាប់ដូចគ្នាជាមួយនឹងការបើកអល់ទីវាយសាប់យកតែម្ដងប៉ុន្តែគាត់មានបើកសាច់ឡើងជាមួយដូចគ្នាម្ដងលូអ៊ីវាយបដារីខបដាអត់មានអ្នកណាធ្វើឲ្យលូអ៊ីចេញនោះទេអូយ បាទយក ឈោមើលណានេះទេ ឥឡូវខ្ញុំគិតឥឡូវបើអង្គុយវិភាគតើតារះរបស់ Valhalla គាត់ឈរនៅក្នុងគោលចំហឯដែលគាត់ pick Harrod និង Angela ភ្លាមដែលគេនៅសល់ Esmeralda ឬក៏គាត់គិតថា CC ជាអ្នកអាចយកឈ្នះ lane ទៅលើ Louis និងរុញ Louis ចេញពី team fight ដើម្បីឲ្យ Harrod មានពេលវេលា farm បន្លាយដល់ late game មែន បាទ ប៉ុន្តែពេលដែលយើងចាញ់អញ្ចឹង SMA យើងដឹងថា SMA វាខ្លាំងនៅ early និង mid game មកអញ្ចឹង SMA នេះខ្លាំងមែនដែរណាហើយអមជាមួយនឹង Khalid Damage early ទៀតគឺ wow បាទ អូនណាមកអសមើហ្នឹងខ្លួនណា ប៉ុន្តែបើយើងអង្គុយវិភាគត្រាស់ណា បាទ នេះចេះ Fredrin ណាបើសិនជាយក Assassin ទៀតពិបាកបណ្ដោយគេខាងអង្គុយគោរហូត ចេះបើ តែបើយក Assassin វាងាយស្រួលជាងព្រោះដោយសារវាមាន damage farm jungle បើ Fredrin វា early វាមានតែបាត់ចាក់ហើយយើងអត់មាន hero ជួយបើហេវាពិបាកចឹង តែឥឡូវចេះបើយើងយកការផ្លាស់ប្ដូរមកវិញណាបើសិនជាឆ្មាបានលេង lane slot នៅក្នុង game នេះគេយក first pick ឲ្យបានលេង អញ្ចឹងមិនថាហ្នឹងបើតារាមួយនេះតែយក Fredrin មកគាត់រៀង stir physical damage ហើយបើសិនជា Romer ដូចជាប្រភេទ Khalid ចេះទៀតពាក់តែ radiant មួយ early game ក៏ប៉ិតបើសិនជា mid យើងដូរពី Angela ហ្នឹងយកទៅលេង Kimmy វិញយើងលេង snowball តាធម្មតាអាចនឹងគ្រាន់បើយើងជឿបាទគិតចឹងអត់ យក hero ណា fast clear បើមិន តែនេះចេះ យើងដូរតែមួយ hero ឯងមក hero ទាំងអស់ហ្នឹងដូរតែមួយ hero ដូរតែ Angela ចេញ អត់ទេគាត់ថាខ្ញុំចង់ឲ្យយើងគិតចេះត្រាស់យកចង់កែយើងចង់ដឹងពីការ pick ហ្នឹងគាត់នៅក្នុងឈុនក្នុងគោបំណងអីគោចំហអីចឹងណាចង់ដឹងចឹងណា ហ្នឹងហើយព្រោះជាធម្មតាគាត់មុននឹងចូលមកហ្នឹងគឺត្រាស់គាត់សមនៅក្នុង stream ឆ្អែតទេយល់ទេ យ៉ា ហ្នឹងហើយ អូ ពុកលោជាប់ចាប់ទៅពីរ៉ូថែមខ្សាច់ទៀតមកអត់តថែមទេចាប់បោកវាយយកទៅដល់បាត់បោកជាមួយលូអ៊ីមុនគេឌឺហេតុចង់ទៅណាសិនសាច់បាត់បោកជាមួយហេតុមកវិញគ្នាមកដៃជាមួយដល់បោកគេពីឆ្មាអាយ៉ាចាប់ដើមឲ្យទឹកមាត់មកវិញដូចគ្នាមានទឹកមាត់លេងហើយមួយខាងក្រោមឡតក៏បន្តឃ្លៀតដូចគ្នាពីសមាជិករបស់វ៉ាឡា គេនៅវាយបាន3វាយ4គេវាយបាន យ៉ាព្រោះ lead 10k ព្រោះ2 hero ហ្នឹងអត់មាន strict kill អីទេអញ្ចឹងគឺគេឲ្យបដាច់បាន3ផ្លូវមួយឡត អូអត់ហ៊ានទៅដែរអត់ ច្រើនណាស់ដោយសារវិគីគាត់ស្ទើរគ្រាប់ ហ្នឹង គាត់ស្ទើរ ultimate បើគាត់មាន ultimate គាត់ថាគាត់អាចនឹងបន្តវាយទេតែ2 hero មួយឡតដូរ3ផ្លូវចំណេញលើកគោកបានហើយបាទពី Galaxy Legend មកតារ៉ាមួយនេះ Esmeralda ជាចំណុចខ្ទាស់នៅ early និង mid game បាទ ហើយអ្វីដែលរុញអា early mid របស់ខាង Galaxy នឹងកាន់តែខ្លាំងគឺ Khalid នឹងយកហ្មង ហ្នឹង Vision Damage Crowd Control មានទាំងអស់មក AoE skill មកជន់ខ្សាច់ហ្នឹងគឺយើងអាចឈរជុំគ្នាបានទេហើយចាំយើងលេង Harrod Angela មិននៅជុំហ្នឹងហើយមានអីទៀត Fredrin ជុំហ្នឹងហើយមានអីទៀតប្រហែលណា មួយទៀតណាបើសិនជាអត់យកកាតូកាចាមកឲ្យ Angela ទៅលេង Rome ហ្នឹងកំពុងយ៉ាង គេចូល invite ទៅ តែ invade បាទ early game ណាស្រួលណាថាច់ទេយ៉ាងខ្សាច់ប្រៃទៅលើមក load click ហ្នឹងអែមដល់ គេកំពុងញ៉ោឲ្យ off spell ហ្នឹងហើយ បាទកំពុងញ៉ោ ផនសៀល
អូអត់ទេគាត់អត់កញ្ឈោក៏ចាំឡតចាត់ការ ហ្នឹងហើយគេញ៉ោះឲ្យអស់ spell ព្រោះ 10k 11k គឺជាចំណុចល្អមែនតើជាមួយនឹងការនាំមកដល់សន្ធឹកខំមួយនេះប៉ុន្តែបើសិនគាត់លបោតតាមមួយ team fight តើ fail comeback ឯណាហ្គេមហ្នឹង 8នាទីដូចយើងបានដឹងហើយចាប់ពី8នាទីទៅ passive goal របស់យើងគឺបានច្រើន បាទ ខ្ញុំ expect ថា Galaxy គាត់អាចនឹងតាត់អី hack នេះគឺគាត់លេង game មួយនេះគាត់លេង aggressive early game ទៅបបានគាត់ធ្វើបានល្អច្រើន ឡត អស់ spot ទីបាទ គេថយអស់ហើយថយទៅវាយឡត Louis គ្រាន់តែមកលោត RT head ដាក់ RT ដូចគ្នាអត់ដូចគ្នា ESP តែគ្រាន់ថា RT head ដូចជាមិនទាន់ចូល team fight ឯងបានច្រើន តារារបស់ Valhalla បើយើងគិតថា Angela ហើយនឹង CC ធំមែនតើ early game ទៅថតទី1សាហាវបណ្ដោយតែចាប់ពីប៉ុណ្ណឹងទៅ Khalid ធ្វើរឿងច្រើនពេកហ្នឹងហើយគាត់ធ្វើរឿងច្រើនពេកពីកណ្ដឹងតែ ចាប់ខ្លួនចង់ចូលឡតភ្លាមយ៉ាងមិនដែរលួយចូលវាយដល់ back line យកតាមដល់ជាមួយនឹងការ1ទៅ3លោតថែមម្ដងទៀតចូលខ្លួនពី head បោះបោកមកក្រោយជាមួយនឹងការជន់ back up ប៉ុន្តែជន់ចោលបានហើយបាត់បង់ជាមួយនឹង head មុនគេឆ្មានេះជាបន្ទាប់ឆ្មាតជាម្ដាយឆ្មាចង់ទៅណាបាត់បង់ជាមួយនឹងឆ្មារបស់គេចូលវិគីទៅគ្នាមកដែរព្រឹកទៅស្វែងយកតាមដល់ជន់អាទីថែមម្ដងទៀត Red Pocket ពីវិគីយ៉ាងមិនដែរហ្គេមហ្នឹងឯងទៅគ្នាមកដែរទិញបាញ់ដល់ក្នុងអាងទឹកយកតាមដល់ណាចា GG Game 1 Secure Free Galaxy Legend 12 kill អត់ទេបង 12k goal lead ត្រឹមមួយ lot មុននឹង lot ទី2យក lot ទី2ចេញតែអត់យកនោះទេ Galaxy Legend ជាមួយនឹងតារាងនៅ first pick បែរជាខ្លាំងលើជាងតារាងនៅ second pick បាទ អ្វីដែលចម្លែកមួយបើយើងគិតមើលទៅក៏យើងគិតថាតារាគាត់ second pick ប៉ុន្តែតារា second pick ឲ្យតារា first pick ជាអ្នក counter វិញចឹងបាទខ្ញុំចេះតែចង់ដឹងថា Angela ហាទាំង CC មួយនេះអាចនឹងធ្វើបាននៅ early game អត់ ខ្លាំងមែនទៅលឿនទៅទុកចឹងអត់ បើ មកយកស្លុត3